នៅព្រឹកថ្ងៃទី22 ខែតុលាឆ្នាំ2025នេះទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំសន្និសីទសារព័ត៌មានស្ដីពីពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ2025ក្រោមប្រធានបទវិថីឆ្ពោះទៅរកផលិតភាពផ្សារភ្ជាប់ជំនាញបច្ចេកវិទ្យានិងឱកាសការងារនៅទីស្តីការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រោមអធិបតីភាពឯកឧត្តមសុនមេសាអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងមានការចូលរួមពីតំណាងសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់ដឹកនាំក្រុមហ៊ុនឯកជននិងយុវជនជាច្រើនរូបទៀតព្រឹត្តិការណ៍ពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ2025នេះនឹងធ្វើឡើងនៅថ្ងៃទី1និងទី2ខែវិច្ឆិកាឆ្នាំ2025ខាងមុខនេះនៅអគារពិព័រណ៍កោះពេជ្រដែលនឹងមានក្រុមហ៊ុនចូលរួមចំនួន150ក្រុមហ៊ុននិងមានឱកាសការងារប្រមាណ30,000កន្លែងដល់យុវជនសិស្សនិស្សិតនិងបងប្អូនប្រជាពលរដ្ឋដែលកំពុងមានតម្រូវការការងារឯកឧត្តមសុនមេសាអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថាពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ2025នេះគឺជាលើកទី15ហើយនៃការរៀបចំនៅពិព័រណ៍ខ្នាតធំដែលមានឱកាសការងារច្រើនបែបនេះក្នុងឆ្នាំ2025នេះពិព័រណ៍ការងារនឹងមានសកម្មភាពជាច្រើនដល់អ្នកចូលរួមដែលវាលើកពីពិព័រណ៍ការងារដែលផ្ដល់ឱកាសការងារដល់អ្នកចូលរួមតែវាជាវេទិកាចែករំលែកដ៏មានសារៈសំខាន់ដល់សិស្សនិស្សិតក្នុងការចាប់យកចំណេះជំនាញឲ្យស្របទៅតាមទីផ្សារការងារនាពេលបច្ចុប្បន្នឯកឧត្តមបន្តថាព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាជំនួបដ៏ធំប្រចាំឆ្នាំរបស់ក្រសួងរវាងអ្នកមានតម្រូវការការងារនិងក្រុមហ៊ុនឯកជនដែលកំពុងមានតម្រូវការកម្លាំងពលកម្មជាបន្តបន្ទាប់ពិព័រណ៍នេះធ្វើឡើងក្នុងគោលបំណងបន្តផ្សព្វផ្សាយពីកំណើនផលិតភាពការងាររបស់កម្ពុជានិងបន្តបង្កើនការយល់ដឹងបន្តបណ្ដុះផ្នត់គំនិតឲ្យយុវជនកម្ពុជាមើលឃើញថាខ្លួនឯងគឺជាផ្នែកមួយដ៏សំខាន់នៃកម្លាំងពលកម្មដែលបាននឹងកំពុងជំរុញផលិតភាពនិងកំណើនសេដ្ឋកិច្ចរបស់កម្ពុជាលើសពីនេះនៅក្នុងព្រឹត្តិការណ៍នេះក៏នឹងមានវេទិកាបង្ហាញពីជំនាញបច្ចេកទេសពីសំណាក់អ្នកជំនាញនិងថ្នាក់ដឹកនាំក្រុមហ៊ុនអំពីអ្វីដែលជាជំនាញកំពុងមានតម្រូវការរួមផ្សំជាមួយបច្ចេកវិទ្យាដើម្បីបង្កើនផលិតភាពការងារក្នុងស្រុកតាមរយៈការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ថ្នាក់ជាតិនេះក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរំពឹងថានឹងមានអ្នកចូលរួមប្រមាណ50,000នាក់និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយុវជននិងសិស្សនិស្សិតដែលកំពុងមានតម្រូវការការងារអាចចូលរួមសិក្សាស្វែងយល់ពីឱកាសការងារជាច្រើននិងដាក់ពាក្យនៅក្នុងព្រឹត្តិការណ៍នេះផងដែរសូមបញ្ជាក់ដែរថាពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ2025នឹងប្រព្រឹត្តទៅនៅថ្ងៃទី1និងទី2ខែវិច្ឆិកាខាងមុខនេះនៅអគារពិព័រណ៍កោះពេជ្រដែលមានក្រុមហ៊ុនចូលរួមចំនួន150ក្រុមហ៊ុននិងមានឱកាសការងារប្រមាណ30,000កន្លែងពីវិស័យជាច្រើនរួមមានវិស័យហិរញ្ញវត្ថុដូចជាធនាគារមីក្រូហិរញ្ញវត្ថុនិងធានារ៉ាប់រងវិស័យសំណង់វិស័យព័ត៌មានវិទ្យាវិស័យឧស្សាហកម្មផ្នែកយានយន្តរោងចក្រសហគ្រាសផ្នែកកំមុនសាលផ្នែកកាត់ដេរនិងស្ថាប័នជាច្រើនផ្សេងទៀតអ្នកដែលមានបំណងចូលរួមស្វែងរកការងារនៅក្នុងព្រឹត្តិការណ៍នេះសូមត្រៀមខ្លួនឲ្យបានរួចរាល់និងត្រៀមប្រវត្តិរូបរបស់ខ្លួនដើម្បីដាក់ពាក្យនៅក្នុងព្រឹត្តិការណ៍នេះកុំឲ្យខកខានពីនាងខ្ញុំអេសាហាសាណា PNN ភ្នំពេញ